ឥឡូវយើងគិតមិនបន្ទាប់ពីខាងប្តីតាមតនហើយយើងគិតថានៅជាមួយគ្នាបន្តឬក៏បែកគ្នាគេថាវិញកវិញក្អើផ្ទះវិញខំកើអស់ទេបើទៅយកមកងាយបាញ់ហ្នឹងហុយអូនស្រីគិតថាមិនអូនហុយអូនស្រីអូនឯងស្រឡាញ់ខាន់នេះអត់ចាបើថាស្រឡាញ់គ្នាយើងត្រូវលែងលះជាមួយប្តីយើងឲ្យដាច់មកយកគ្នាទៅហុយអូនស្រឡាញ់ហ៎ស្រឡាញ់ហ្នឹងហើយហុយអូនខាងនេះបើសិនជាគេលែងលះប្តីគេហើយអូនឯងយកគេអត់អត់ទេបងអើយអត់យកទេអូដោយសារយើងដំបូងយើងអត់ដឹងថាគេមានប្តីណាដឹងហ្នឹងមិញខាងសង្សារប្រពន្ធបងឯងក៏គាត់ទៅសើបងឯងដែរថាបងឯងចិត្តធន់ណា slow boat អត់មានប្រើហង្សាទេនិយាយគាត់ទៅដោះស្រាយទៅតាមសម្រួលទេណាបាទហើយឥឡូវគេថាគេអស់ចិត្តជាមួយបងហើយគេចង់លែងលះជាមួយបងតែខ្ញុំដាក់ពីបណ្ដឹងហើយខ្ញុំប្រុងនេះដាក់ពីបណ្ដឹងមានកូនមានចៅអីទេបងកូនមួយចិត្ត3ឆ្នាំបាទសង្សារអូខាងនេះសង្សារណាចុះណាខាងប្តីខាងប្តីណាអើយនំប្តីគេឆោតអូណាអីមួយខាងសង្សារមានអីបកស្រាយបន្ថែមអត់មានអីទេខ្ញុំផ្ទះវិញហ្នឹងហើយអញ្ចឹងបាទប៉ុន្តែតាក់ទងជាមួយគាត់យូរនៅតាក់ទងបាន3យប់2ថ្ងៃហ្នឹង3យប់2ថ្ងៃព្រោះថ្ងៃហ្នឹងមិនបានមកដល់កន្លែងហ្នឹងគាត់ហៅថាម៉េចបានមកខ្ញុំមកតាំងពីយប់ម្សិលមិញខ្ញុំអត់ការងារធ្វើហើយគាត់ហៅមកធ្វើការនៅហ្នឹងមកធ្វើការក្នុងបន្ទប់ហ្នឹងតែធ្វើការក្នុងចាក់ចិត្តហ្នឹងខ្ញុំអត់ការងារធ្វើអូយមិនបាននៅក្នុងបន្ទប់ហ្នឹង2នាក់ខ្ញុំថាអត់បន្ទប់នៅទៅថាមិននៅមួយអូនមកចូលចឹងអូយទៅមានដឹងគេមានប្តីដែរអត់ដឹងហ្នឹងបើដឹងមិនឆ្លាញ់អូអត់ដឹងទេបាទពេលមកនៅមួយគាត់ហ្នឹងប្លុកសង្សារចោលពីម្នាក់ហ្នឹងអូយអូនស្រីអត់ប្រាប់គាត់ថាមានប្តីទេអូនអត់សួរអត់ប្រាប់ហ្មងអាស្រីបើហើយបើខ្ញុំអត់មានប្តីមែនផងបើខ្ញុំបែកគ្នាហ្នឹងបែកអីយើងកាមួយគ្នាយើងមិនទាន់លេងលះគ្នាផងអូនបងលេងមិនបើបុកគេទៅលេងលះគេទៅហងគេអត់ទៅប៉ុន្តែអត់បាននៅរួមរស់ជាមួយគ្នាទេអត់ទេខ្ញុំដែរនៅមួយគ្នាប៉ុន្តែតែមួយសប្តាហ៍ជាងទេដែលលេងនៅមួយប្តីដែលឆ្លោះគ្នាហ្នឹងអត់ទេខ្ញុំគេបាក់ឡានទៅគេទៅខ្ញុំដែរនេះផងគេដែរនេះផងហើយអូនផងនេះស្មានតែគេនៅលាវខំមកបាទហើយដល់ពេលឥឡូវប្តីគេមកបដ ாய் អូនេះបាទវិចប្រវិចទៅវិញហើយបន្ទាប់ពីដឹងថាគេមានប្តីឥឡូវវិចប្រវិចទៅវិញហ៎ហើយអីស្អីខ្លះហ្នឹងកោហ្នឹងហើយជួយយកទាំងកមកទៀត5គីឡូក៏3គីឡូទៅនឹងប្រហែលជា7គីឡូអូយអានេះកអានេះខោអាវភួយមុងមកទាំងអស់សិតកែប្រែនជួយកៅប្រេនទៀតប្រែនសំណាងហើយមិញមកអត់ខៀវមុខសំណាងហើយបើ Facebook ខ្ញុំដាក់កូនលាក់សំណាងលោសំណាងហើយកុំអីខៀវភ្នែកហ្នឹងហើយប៉ាបងប្រុសគាត់ចិត្តធေါ်ដែរហ្នឹងគាត់ធေါ်បាទនិយាយទៅវាសន្តិវិធីទាំងអស់គ្នាបាទបាទឥឡូវដោះស្រាយមួយប្រៃបងខ្ញុំវិញឥឡូវកនេះចុះបង្កទុកឲ្យគ្នាទៅបើយកមកហើយបាទមានឆ្នាំងដាំបាយហ្នឹងអត់មានឆ្នាំងដាំបាយទេហ្នឹងហើយឥឡូវមិញហ្នឹងមកហ្នឹងបើសិនជាខាងស្រីហ្នឹងគាត់អត់មានប្តីថឹងនៅគ្នារួមរស់មួយគ្នាហ្នឹងហើយបើមានប្តីរួមមួយគ្នាហ្នឹងអរគុណណាឥឡូវប្លុកសង្សារពីរម្នាក់ចោលគូយល់ហើយជួយប្លុកសង្សារចាស់ប្លុកសង្សារចោលទៅសុខចិត្តមកនៅមួយអូនស្រីនេះខ្ញុំគិតថាគាត់ច្បាស់លាស់មកខ្ញុំអូយទៅពេលអញ្ចឹងมันខាតចុងខាតដើមអស់សាយក្រូចត្រីរស់គ្រូចាណាអេញ៉ាបានទេតាញ៉ាបានទៀតណាបាទមិញខាងសង្សារប្រពន្ធបងឯងក៏គាត់ទៅសើបងឯងដែរថាបងឯងចិត្តធន់ណា slow boat អត់មានប្រើហង្សាទេនិយាយគាត់ទៅដោះស្រាយទៅតាមសម្រួលទេណាបាទហើយឥឡូវគេថាគេអស់ចិត្តជាមួយបងហើយគេចង់លែងលះជាមួយបងតែខ្ញុំដាក់ពីបណ្ដឹងហើយខ្ញុំប្រុងនេះដាក់ពីបណ្ដឹងមានកូនមានចៅអីទេបងកូនមួយចិត្ត3ឆ្នាំបាទខ្ញុំប្រាប់រងអស់មានអតាស៊ីវិលមានអីត្រឹមត្រូវណាពីយើងការខ្ញុំការហ្នឹងដូចជាកូវីដខ្ញុំការដូចជាអាយុ15ឆ្នាំឯងឥឡូវបងគឺដោះលែងប្រពន្ធបងឲ្យទៅហើយដោះលែងតែខ្ញុំដាក់ពីបណ្ដឹងប៉ុន្តែលែងលះនៅតាមផ្លូវច្បាប់ហើយកូនបងយកកូនខ្ញុំចំឡើង3ឆ្នាំអាយុ3ឆ្នាំហើយកូនបាទចិត្ត3ឆ្នាំហើយស្រីបងប្រុសនេះរូបកូនហើយគាត់ថាបងទៅបើកឡានអញ្ចឹងហ៎បាទទៅបាន2ថ្ងៃហ្នឹងទៅបាន2ថ្ងៃទេប៉ុន្តែលុយកាក់ប្រាក់ខែអីដែលធ្វើការកន្លងមកបងផ្ដល់ឲ្យគាត់ឲ្យរហូតបងបន្ទប់ជួលបងទូរស័ព្ទអូហើយគាត់ថាបង ឥឡូវបងលុះម៉ូតូទៀតនោះហើយគាត់ថាបងនឹងមិនដែលខ្វាយខ្វល់អីពីគាត់ទេប៉ុន្តែសួរមិញថាទៅម្លេងតាក់ទងមួយបងមួយអាទិត្យទេជឿអីនៅបាញ់លុយមានស្នាមកងបាញ់លុយមកអីបាញ់លុយឲ្យរហូតណាសួរឆាតឆ្លើយឆ្លងនេះរាល់ថ្ងៃខ្ញុំទឹកតែជ្រុះគ្នាអាវឹកមួយថ្ងៃខ្ញុំទៅដល់វៀតណាមតហើយជា2ថ្ងៃជ្រុះគ្នាប្លុកគ្នាបៀមរើយកវាថាមិនដល់ថ្នាក់យកប្រុសមកដេកទៅហ្នឹងថ្ងៃហ្នឹងមិនបានបងមកតាមតាន់បានគេមានអ្នកចិត្តខាងគេប្រាប់ហ្នឹងអូគេប្រាប់យូរនៅគេប្រាប់ហើយម៉ោង7យប់ជីឡានពីបើកឡានពីចាក់ក្រៃមកព្រំដែនវៀតណាមមកដល់នេះទុកឡានជិះបាសែបមកបណ្ដោយមកស្ងាត់មកជួបបណ្ដោយបាទមកវាក់មកតែយើងចាក់សោអូនស្រីឥឡូវគាត់ថាគាត់នឹងដោះលែងបងអូនហើយប៉ុន្តែគាត់សុំកូនមិនដែរ
ដោះស្រា ឲ្យ យ គាត់បានកូនហ្នឹងបកគលឲ្យគាត់អត់ពីមិនដែរអូនបងដឹងដែរអូនណា ព្រោះកូនខ្ញុំអ្នកចិញ្ចឹម73ឆ្នាំហើយចិញ្ចឹមខ្លួនឯងសុទ្ធហ្មងអត់មានគាត់មកជួយបន្តិចទេ បងហ្នឹងហើយបងជូនពរបងជួបសុភមង្គលថ្ងៃមុខណាបើជួបរឿងមិនល្អថ្ងៃហ្នឹងហើយថ្ងៃមុខឲ្យជួបរឿងល្អណាបាទក្នុងជីវិតបាទបងអូនស្រីឥឡូវប្តីបងអូនថាគាត់សុខចិត្តដោះលែងបងអូនហើយមិនចងកម្មពៀទេប៉ុន្តែសុំកូនអូនគិតមិន នេះរឿងហ្នឹងមើលសិន គិតមើលសិនណា ចា គាត់ថាកូនគាត់ចិញ្ចឹមតែគាត់3ឆ្នាំហើយអញ្ចឹងគាត់ត្រូវតែយក ដឹង យេអត់ដឹងអាហ្នឹងត្រូវតែជជែកគ្នាឲ្យស្រួលឲ្យវែកញើឲ្យដាច់ពីព្រោះអាហ្នឹងតែគេដាក់ពាក្យប៉ុណ្ណឹងហើយទៅតុលាការលែងលះគ្នាត្រូវចែកកូនដែរ ចែកទៅតែកូនបើធំវាទៅលេងសាំងខាងក៏បានដែរ ញ៉ាចង់និយាយថាគាត់យកទៅចិញ្ចឹមប៉ុន្តែគាត់បើកសិទ្ធឲ្យអូនទៅលេងទៅអីបានតា ហ្នឹងហើយ មានអីអញ្ចឹងណា ចា យើងព្រមតាមគាត់ណា ចា អូខេណាអញ្ចឹងក៏អញ្ចឹងទៅកុំឲ្យមានហិង្សាអីបាទបែកគ្នាក៏បែកទៅតាមស្រួលអញ្ចឹងទៅបាទប្រិមត្តអជនទីតាំងកន្លែងកាត់ហេតុនេះនៅក្បែរនឹងរោងចក្រ QMI ក្នុងសង្កាត់ចំចៅទី3ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញបាទករណីនេះផងដែរគឺប្តីបាទតាមតាន់បាទប្អូនស្រីដែលយកសង្សារមកផ្ទៃមកស្នាក់នៅក្នុងបន្ទប់ជួលជាមួយគ្នាហើយសង្សារហ្នឹងគាត់សម្ភាសគាត់មិញគាត់ថាគាត់អត់ដឹងថាប្អូនស្រីមានស្វាមីទេឯប្អូនស្រីគាត់ថាគាត់ឆ្លោះគ្នាជាមួយស្វាមីលែងនៅជាមួយគ្នាយូរហើយប៉ុន្តែស្វាមីគាត់ថាអត់ទេធម្មតាផ្ញើលុយផ្ញើកាក់ឲ្យចាយរាល់ថ្ងៃរាល់ខែតែយ៉ាងណាយើងក៏អត់ដឹងដែរបងប្អូនយើងក្នុងគ្រួសាររបស់គាត់ណាមិនថាអធិប្បាយវែងឆ្ងាយទេបាទឥឡូវគាត់ក៏ស្រួលដែរបាទទាំងសងខាងទាំងស្វាមីក៏ស្រួលអូនស្រីហ្នឹងក៏នេះបាទសន្តិវិធីហើយនឹងខាងសង្សារបងអូននោះក៏គាត់ស្រួលដែរគាត់ថាគាត់វិចទៅវិញគាត់អត់ដឹងគេមានប្តីឥឡូវមកជួបអញ្ចឹងគាត់ទៅវិញហើយបាទអរគុណ